ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីនៅពេលមុននេះគឺក្តៅទៀតហើយគឺអានូទីនដែលជានាយករដ្ឋមន្ត្រីរបស់ថៃដែលជានាយករដ្ឋមន្ត្រីលំមុខសង្គ្រាមគឺបានចរានចោលពាក់ព័ន្ធទៅនឹងសម្ដីរបស់លោកដូណាល់ត្រាំក្រោយលោកដូណាល់ត្រាំបាននិយាយថាការដើរជន់មីនរបស់ទាហានថៃបាទគឺជាឧបទ្ទវហេតុក៏ប៉ុន្តែហេតុអីបានជាថៃសងសឹកមកលើប្រទេសកម្ពុជាទៅវិញអញ្ចឹងលោកអានូទីនគឺបានចរានចោលរបស់សម្ដីរបស់លោកដូណាល់ត្រាំតោះទៅលំអិតជាមួយនឹងខ្ញុំបាទដូចទៅ Breaking អានូទីនឆ្លើយតបទៅសំណេររបស់ត្រាំវិញថាការជន់មីនរបស់ទាហានថៃគឺមិនមែនជារឿងឧបទ្ទវហេតុទេលោកចរានចោលការលើកឡើងរបស់លោកត្រាំថាទាហានថៃដែលដើរជន់មីនកន្លងទៅគឺជារឿងឧបទ្ទវហេតុផ្សេងគ្នាលោកអនុទីនសង្កត់ធ្ងន់ថាប្រទេសថៃនឹងបន្តធ្វើសកម្មភាពយោធារហូតថៃលែងមានអារម្មណ៍ថាបើមានគ្រោះថ្នាក់នឹងការគំរាមកំហែងដល់ទឹកដីនិងប្រជាជនរបស់ថៃទៀតនេះបើយោងតាមការប្រកាសរបស់លោកអនុទីនតាមរយៈទំព័រ Facebook Page ផ្លូវការរបស់លោកមុននេះបន្តិចការច្រានចោលរបស់លោកអនុទីនបន្ទាប់ពីលោកដូណាល់ត្រាំបានថ្លែងថាថៃដើរជន់មីនគឺជាករណីឧបទ្ទវហេតុហេតុអីបានជាថៃមកសងសឹកលើកម្ពុជាទៅវិញបងប្អូនប្រិមិត្តទាំងអស់គ្នាអញ្ចឹងបងប្អូនដឹងហើយការដើរជន់មីនរបស់យោធាថៃបន្ទាប់ពីធ្វើការដើរចូលមកលើទឹកដីកម្ពុជាដូច្នេះក៏បានជន់មីនដែលនៅសល់ពីសម័យសង្គ្រាមក៏ប៉ុន្តែថៃបែរជាមកសងសឹកកម្ពុជាហើយចោទថាកម្ពុជាគឺជាអ្នកដាក់មីនទាំងដែលមានសល់ពីជំនាន់សង្គ្រាមគឺទីតាំងនោះមិនទាន់បានដោះមីនទេគឺជាទីតាំងឈើជើងរបស់កងទ័ពមិនទាន់បានដោះមីនទេហេតុអីបានជាថៃដើរចូលហើយខ្ទុះមីនចោទកម្ពុជាក៏ដូចជាសងសឹកជាមួយកម្ពុជាហើយលោកដូណាល់ត្រាំក៏បានដឹងដែរថាការដើរជន់មីននេះគឺជាឧបទ្ទវហេតុហេតុអីបានថៃមកសងសឹកកម្ពុជាហើយលោកអនុទីនបានប្រកាសឲ្យថាការធ្វើសង្គ្រាមជាមួយនឹងកម្ពុជាគឺលោកមិនបញ្ចប់នោះទេលុះត្រាតែលោកមានអារម្មណ៍ថាប្រទេសជិតខ្លួនឯងមានសន្តិភាពលែងមានការគំរាមកំហែងដល់ទឹកដីទៅជាកម្ពុជានឹងគឺគំរាមកំហែងទឹកដីរបស់ថៃវិញបងប្អូនមិនដែលប្រទេសតូចឯណាទៅឈ្លានពានប្រទេសធំទេមិនដែលអ្នកក្រឯណាទៅរឿងអ្នកមានទេមានតែអ្នកមានតែប្រទេសធំហ្នឹងហើយដែលមករឿងអ្នកក្រនេះ